នៅពេលព្យុះភ្លៀងមកដល់សត្វស្លាបតូចៗនាំគ្នាហោះទៅរកកន្លែងពួនមានតែសត្វឥន្ទ្រីមួយប៉ុណ្ណោះដែលហ៊ានហោះតទល់នឹងព្យុះវាប្រើកម្លាំងខ្យល់ព្យុះនោះដើម្បីរុញខ្លួនឲ្យហោះឡើងទៅលើពពកក្នុងខណៈពេលដែលសត្វដទៃកំពុងស្ថិតនៅក្នុងភាពងងឹតនិងទទឹកចូលខ្លួនមានតែឥន្ទ្រីប៉ុណ្ណោះដែលកំពុងហោះយ៉ាងស្ងប់ស្ងាត់នៅលើពពកនិងបានឃើញពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាតចូលចាំទុកថាសត្វចាស់ទទឹកភ្លៀងក៏ព្រោះតែវាហោះទាបឯឥន្ទ្រីវិញទទួលបានពន្លឺដ៏ស្រស់ស្អាតពីព្រះអាទិត្យក៏ព្រោះតែវាហោះខ្ពស់បើជីវិតអ្នកកំពុងងងឹតមិនមែនមកពីមេឃខ្មៅទេគឺមកពីអ្នកហោះទាបពេកចូលព្យាយាមហោះឡើងទៅលើឲ្យបានខ្ពស់ជាងពពកដើម្បីស្វែងរកពន្លឺរបស់អ្នកដោយពាក្យចាស់ពោលថាមានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមទឹក